អ្នកភ្លក់រសជាតិសម្ដីទាំងអស់12នេះអ្នកនឹងផ្លាស់ប្ដូរ360ដឺក្រេ 1. អ្នកដែលទំនេរនិយាយដើមអ្នកសុទ្ធតែជាមនុស្សមិនមានតម្លៃឲ្យអ្នកខ្វាយខ្វល់នោះទេព្រោះអ្នកដែលពូកែជាងអ្នកគេគ្មានពេលរវល់ពីអ្នកទេ 2. អ្នកដែលគ្មានសមត្ថភាពចង់បានជាងគេគឺមុខមាត់ហើយអ្នកដែលមានសមត្ថភាពពិតប្រាកដពេលនេះគេកំពុងតែខំរកលុយដោយមិនខ្វល់ពីមុខមាត់នោះទេ 3. អ្នកដើរយឺតឬសូរតែសំឡេងរំខានអ្នករត់លឿនស្ដាប់មនុស្សពាក្យបន្តិចបង្អាប់នោះទេ 4. មិនស័ក្តិសមមានន័យថាយើងគ្មានសមត្ថភាពគ្មានអារម្មណ៍មានន័យថាយើងអាក្រក់បើយើងស្អាតគេឃើញយើងភ្លាមស្រឡាញ់ផ្លែតបើយើងមានសមត្ថភាពគេថាស្រឡាញ់យើងជាយើង 5. របស់ឆ្ងាញ់តែងតែមិនល្អចំពោះសុខភាពមនុស្សអាក្រក់អាចធ្វើបាបយើងបានមកពីយើងបើកផ្លូវឲ្យគេ 6. បើសិនជាអ្នកគ្មានគោលការណ៍អ្វីក៏អាចលើកលែងបាននោះអ្វីដែលអ្នកទទួលបានមានតែពាក្យមួយម៉ាត់ទេគឺសម្មុខ 7. យើងខុសគ្នាត្រង់ថាខ្ញុំនិយាយស្រួលបួលអ្នកគិតថាខ្ញុំស្រួលនិយាយ 8. អាចកំបាំងមិនល្អកុំនិយាយប្រាប់មិត្តល្អព្រោះមិត្តល្អយើងក៏មានមិត្តល្អរបស់គាត់ដែរ 9. មានរឿងខ្លះមិនមែនតតែដឹងក្តីហើយបានយល់នោះទេតតែយល់សិនទើបអាចហៅខ្លួនថាដឹងក្តី 10. លើកលែងអ្នកណាក៏អាចធ្វើបានដែរតែបំភ្លេចទើបជាក្តីស្ងប់ពិតប្រាកដ 11. គ្មានអ្នកណាខ្វល់ថាអ្នកសប្បាយចិត្តឬអត់ទេគេមើលតែអ្នកមានប្រយោជន៍ឬអត់ 12. ត្រូវរៀនស៊ាំនឹងមនុស្សម្ដងក្តៅម្ដងត្រជាក់ហើយក៏រៀនទទួលយកការពិតដែលគេចាក់ចេញពីអ្នកដោយសារតែអ្នកលែងមានតម្លៃសម្រាប់គេ តើអ្នកយល់យ៉ាងណាដែរចូលខមមិនខាងក្រោមនេះនិងជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មី